បាទជំរាបសួរឥឡូវនេះយើងចូលមកកាន់វីដេអូទី4បាទដែលនិយាយអំពីវត្តមានរបស់សិស្សអញ្ចឹងគឺយើងបន្តតែម្ដងទៅបាទអញ្ចឹងគឺយើងចាប់ផ្ដើមចូលរៀនពីខែវិច្ឆិកាតទៅឆ្នាំសិក្សា2025 2026ហ្នឹងបាទឥឡូវយើងមើលកន្លែងបន្ទុកខែវិច្ឆិកាអញ្ចឹងវត្តមាននេះណាគឺវត្តមានខែវិច្ឆិកាហ្នឹងឯងដែលនៅពីក្រោមហ្នឹងណាអញ្ចឹងយើងចូលវត្តមានបាទអញ្ចឹងកន្លែងនេះមិនបាច់ដូរទេគឺវិច្ឆិកាខ្ញុំដាក់ខែ11នេះ2025តែម្ដងអញ្ចឹងកុំដូរកន្លែងហ្នឹងបាទពីព្រោះយើងកុំដូរវាកន្លែងហ្នឹងដាក់11ដដែលទៅដោយសារតែខ្ញុំសិតទៅបាទដោយសារដូរអត់បានណាកន្លែងហ្នឹងគឺកុំប៉ះពាល់វាកន្លែងនេះសូមបញ្ជាក់ម្ដងទៀតទៅខែវិច្ឆិកាគឺមាន30ថ្ងៃនេះបាទនេះចឹងអាពណ៌ខៀវនេះមិនមែនជាថ្ងៃឈប់ទេណាយើងមើលដល់ខែយើងមានប៉ុន្មានថ្ងៃដឹងហើយបាទអញ្ចឹងគឺឈប់ថ្ងៃអាទិត្យមាន5ថ្ងៃអញ្ចឹងបូកជាមួយនឹងបនអំទុក3ថ្ងៃនេះអញ្ចឹងវាឡើងមក8យើងលោកគ្រូត្រូវវាយកន្លែងនេះ8ដែរណាហ្នឹងមានថា8ថ្ងៃឈប់អញ្ចឹងវានឹងយក30ថ្ងៃដក8ថ្ងៃទៅសល់ប៉ុន្មាននេះសល់ហើយនេះសល់22ថ្ងៃនេះសរុបចំនួនថ្ងៃរៀនឃើញសល់22ទេអញ្ចឹងកន្លែងហ្នឹងលោកគ្រូត្រូវដាក់ឲ្យត្រូវយើងឈប់5ហើយឈប់5ហើយអាខៀវនេះ3ថ្ងៃទៀត8អញ្ចឹងលោកគ្រូបើសិនជាលោកគ្រូដាក់9វាកន្លងខុសកន្លែងហ្នឹងបើដាក់9សល់ប៉ុន្មានសល់21ថ្ងៃហ្នឹងឃើញទេអញ្ចឹងដាក់អាហ្នឹងឲ្យបានត្រឹមត្រូវគឺ8ថ្ងៃបាទឥឡូវយើងមើលសិស្សកន្លែងនេះអញ្ចឹងអ្វីដែលលោកគ្រូត្រូវធ្វើគឺមានតែមួយទេកន្លែងនេះគឺបំពេញថ្ងៃឈប់ឲ្យបានត្រឹមត្រូវហើយនឹងបំពេញសិស្សឈប់ឧទាហរណ៍ថាសិស្សទី1នេះឈប់ថ្ងៃអង្គារនេះទី11បើសិនជាគាត់ A ដាក់ A ទៅអវត្តមានដល់សិស្សនេះបើសិនជាគាត់ P ហ្នឹងគឺឲ្យមានច្បាប់ដាក់ P មកអានេះបើ P ក៏ដាក់ P មកបើអត់ទេលុបចោលបើកន្លែងហ្នឹងបាទអញ្ចឹងយើងមើលពីប៉ុន្មានដាក់1វារត់ម្នាក់1ណា2ហ្នឹងមានប៉ុន្មានណា1 2 3អស់3 P ហើយណាបាទអញ្ចឹងយើងមើលមកក្រោមនេះអញ្ចឹងថ្ងៃខែវិច្ឆិកាមាន30ថ្ងៃអញ្ចឹងយើងឈប់កន្លែងនេះអស់8ថ្ងៃអញ្ចឹងវាសល់តែសរុបសិស្សចូលរៀនសរុបចំនួនថ្ងៃរៀនបាន22ថ្ងៃទេហើយសិស្សយើង37នាក់អញ្ចឹង37គុណនឹង22ទៅសិស្សទាំងអស់ហ្នឹងចូលរៀនវាត្រូវគិតជាពេលនេះវាត្រូវជា884ពេលគឺយកអាហ្នឹងណាគ្រូយកចំនួនសិស្សទាំងអស់គុណចំនួនថ្ងៃដែលត្រូវរៀនពិតប្រាកដចឹងសិស្សដែលត្រូវមករៀនគឺត្រូវមករៀន818ពេលក៏ប៉ុន្តែកន្លែងនេះចំនួនពេលអវត្តមាន3ពេលនេះ3ពេលមិញនេះ1 2 3ហ្នឹងណាបាទ3ហ្នឹងវាមកខ្លួនវាទេអាហ្នឹងនេះ3ពេលអញ្ចឹងសិស្សត្រូវមករៀន814ពេលអវត្តមាន3ពេលសល់ប៉ុន្មាននេះសល់811នេះប៉ុន្តែហ្នឹងបាច់ធ្វើទេវានេះខ្លួនវាទេណាកែនេះខ្លួនវាទេយើងពេញតាមនេះហើយនឹងវត្តមានមកហើយភាគរយនេះក៏គិតខ្លួនឯងខ្លួនវាដែរបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់លោកគ្រូថាយកអីធ្វើអីបានឃើញប៉ុណ្ណឹងណាបាទហ្នឹងមិនបាច់ធ្វើវាទេក្រៅពីខែហ្នឹងគឺធ្វើធម្មតាទៅប៉ុន្តែដោយឡែកខែ2បាទខ្ញុំសុំទៅបញ្ជាក់ខែ2បន្តិចដោយសារតែខែ2យើងមាន28ឬ29ខែឆ្នាំខ្លះឥឡូវយើងមើលនេះខែកុម្ភៈនេះវត្តមានទេអញ្ចឹង2026យើងនេះខែកុម្ភៈយើងមាន28ថ្ងៃណាបាទអញ្ចឹងឈប់បាន28ថ្ងៃយើងអត់មានឈប់ទេកុម្ភៈឈប់តែ4ថ្ងៃថ្ងៃអាទិត្យទេនេះដាក់លេខ4អញ្ចឹង28 14សល់ប៉ុន្មាននេះសល់24ទៅត្រូវណាតាមត្រូវក៏ប៉ុន្តែសម្រាប់ឆ្នាំខ្លះវា29ថ្ងៃលោកគ្រូ scroll មកក្រោមទៀត scroll មកក្រោមហើយលោកគ្រូមើលកន្លែងនេះខ្ញុំឲ្យដែរនេះថាសូមជ្រើសចំនួនថ្ងៃក្នុងខែកុម្ភៈឥឡូវឧទាហរណ៍តែខែហ្នឹងឆ្នាំហ្នឹងវាដាច់29អញ្ចឹងខ្ញុំដាក់តែ2លេខនេះក្នុងនេះជ្រើសបានមាន28ថ្ងៃ29ថ្ងៃបើសិនតែវាមាន29ថ្ងៃដាក់29ទៅឆ្នាំហ្នឹងអូអត់បានដោះកន្លែងហ្នឹងបាទសំទោសខ្ញុំនេះតិចបាទអញ្ចឹងប្រសិនបើឆ្នាំក្រោយឬឆ្នាំណាមួយដែលមាន29ថ្ងៃលោកគ្រូដាក់អានេះបាទខ្ញុំដាក់តែ2ថ្ងៃដាក់28 29អញ្ចឹង29លោកគ្រូចុច29នេះ
ចឹង29ទៅ29ដល់4នេះវាសល់ប៉ុន្មានយើងមករៀន25ថ្ងៃណាប៉ុន្តែយើង28ដល់28មកអញ្ចឹងក្រៅពីខែកុម្ភៈខ្ញុំអត់មានដាក់ឲ្យវាយកន្លែងទេណាតែដោយសារខែកុម្ភៈខែឆ្នាំខ្លះវាមាន24ថ្ងៃអញ្ចឹងប៉ុណ្្នឹងឯងអូខេចឹងវីដេអូនេះគឺអត់មាននិយាយច្រើនទេនិយាយតែពីវត្តមានប៉ុណ្ណោះឯងបាទអញ្ចឹងសូមអរគុណបាទជួបគ្នានៅវីដេអូក្រោយទៀត